បាទសូមជម្រាបសួរប្រិយមិត្តដែលតែងតែតាមដាននៅបណ្ដាញសង្គមរបស់ខ្ញុំបាទសឿនស្រស់ជាទីគោរពនិងជាទីរាប់អានថ្ងៃនេះយើងជួបគ្នាជាមួយនឹងមេតិការថ្មីមួយទៀតហើយតាក់ទងជាមួយនឹងការប្រែប្រួលនៃតម្លៃមាសយើងឃើញថានៅក្នុងចុងសប្តាហ៍នេះមាសមានការប្រែប្រួលក៏ប៉ុន្តែលក្ខណៈថាវាមានលំនឹងពោលគឺមានថាវាឡើងហើយវាចុះមកវិញហើយវាមានកត្តាមួយចំនួនបន្ទាប់អំពីការចេញនៅទិន្នន័យអតិផរណារបស់ប្រទេសសហរដ្ឋអាមេរិកនោះអញ្ចឹងបើយើងក៏លេខទៅលើទីផ្សារមាសនៅកាលពីម្សិលមិញនេះយើងឃើញថាមាសមានការប្រែប្រួលក្នុងកម្រិតមួយ$81ក្នុងមួយតម្លឹងបើគិតជាអោនគឺ$67ក្នុងមួយអោនដោយយើងឃើញថាវាបើកទីផ្សារនៅក្នុងតម្លៃ$4208ក្នុងមួយអោនដែលស្មើនឹង$5070ក្នុងមួយតម្លឹងហើយបិទទីផ្សារនៅក្នុងព្រឹកនៅថ្ងៃសៅរ៍នេះយើងត្រូវជាល្ងាចនៅថ្ងៃសុក្រនៅឯម៉ោងទីផ្សារនៅសហរដ្ឋអាមេរិកនោះគឺមាសបានបិទនៅក្នុងតម្លៃ$4198ក្នុងមួយអោនដែលស្មើនឹង$5058ក្នុងមួយតម្លឹងហើយជាទូទៅការប្រែប្រួលកាលពីម្សិលមិញនេះក្នុងកម្រិតមួយខ្ពស់បំផុតនោះបើយើងគិតជាតម្លឹងគឺ$5131ក្នុងមួយតម្លឹងខ្ពស់បំផុតហើយការធ្លាក់ចុះប្រែប្រួលទាបបំផុតកាលពីម្សិលគឺ$5051ក្នុងមួយតម្លឹងអញ្ចឹងគម្លាតនៅក្នុងការប្រែប្រួលម្សិលមិញនេះគឺមាសមានការប្រែប្រួលតែ$81ទេក្នុងមួយតម្លឹងគឺវា$67ក្នុងមួយអោននេះគឺជាស្ថានភាពមាសដែលកើតមានកាលពីម្សិលមិញនេះមូលហេតុដែលធ្វើឲ្យមាសមានការប្រែប្រួលកាលពីម្សិលមិញគឺបើយើងមើលទិន្នន័យសំខាន់បំផុតដែលកើតឡើងនោះគឺពាក់ព័ន្ធជាមួយនឹងទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកហើយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកនេះបើយើងនិយាយទៅជាទិន្នន័យមួយដែលគេហៅថាទិន្នន័យហួសគេហួស expire បើយើងនិយាយសាមញ្ញថាទិន្នន័យ expire ពីព្រោះអីទិន្នន័យនេះបើតាមពិតគឺចេញតាំងពីមិនចេញតាំងពីខែ10ប៉ុន្តែដោយសារអីដោយសារតែរឿងបញ្ហាសំទោសទិន្នន័យខែ10គឺចេញខែ11ក៏ប៉ុន្តែដោយសារតែសហរដ្ឋអាមេរិកបានបិទនៅរដ្ឋាភិបាលនេះគឺធ្វើឲ្យខកខាននៅក្នុងការធ្វើទិន្នន័យនេះអញ្ចឹងទើបតែចេញកាលពីម្សិលមិញណាថ្ងៃសុក្រម្សិលមិញនេះអញ្ចឹងហើយបើធ្វើឲ្យមានការប្រែប្រួលមាសនោះពីព្រោះអីទិន្នន័យនេះចេញមកគឺមានភាពវិជ្ជមានបាទមានភាពវិជ្ជមានអញ្ចឹងអានេះបើយើងមើលសន្ទុះមានន័យថាទិន្នន័យសាមញ្ញនេះគឺអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនោះគឺ2.8%នេះវាមិនមែនជាទិន្នន័យល្អទេក៏ប៉ុន្តែសួរថាហេតុអីបានជាវាធ្វើឲ្យមាសនឹងមានការធ្លាក់ចុះបន្ទាប់អំពីវាឡើងរហូតទៅដល់តម្លៃ$4259ហើយក្នុងមួយអោននោះតែវាធ្លាក់មកវិញរហូតមកធ្លាក់ទាបជាងការបើកទៅទៀតណាការបើកទីផ្សារទៅទៀតបាទពីព្រោះទិន្នន័យនេះវាចេញមកវាសញ្ញាមួយដែលយើងនិយាយថាសិទ្ធិជនមួយដែលជំរុញលើកទឹកចិត្តឲ្យធនាគារនោះណាសហរដ្ឋអាមេរិកដែលសម្រេចចិត្តក្នុងការកាត់ការប្រាក់នោះមានការពិភាក្សាគ្នាជាខ្លាំងដោយសារតែកន្លងមកយើងដឹងហើយសន្ទុះនៅក្នុងការគេមើលឃើញថាសហរដ្ឋអាមេរិកនេះនឹងធ្វើការកាត់ការប្រាក់គឺខ្ពស់ដូចខ្ញុំបានបង្ហាញអំពីវីដេអូមុននឹងបន្ទាប់នេះថាសន្ទុះនៅក្នុងការឱកាសនៅក្នុងការកាត់ការប្រាក់នៅក្នុងអាទិត្យក្រោយគឺមានការខ្ពស់រហូតដល់90%បាទក៏ប៉ុន្តែទិន្នន័យមួយនេះដែលចេញមក2.8%នៃប្រចាំឆ្នាំគឺជាទិន្នន័យអតិផរណានេះមានន័យថាម៉េចមានន័យថាធ្វើឲ្យអ្នកកំណត់អត្រាការប្រាក់នោះទោះបីជាគេចង់មិនចង់ក៏ត្រូវតែមានចំណុចមួយសំខាន់គឺគេអត់តម្លើងទៀតដែរបាទគេអត់តម្លើងអត្រាការប្រាក់ដែរពីព្រោះអីពីព្រោះអតិផរណាជាគោលដៅរបស់សហរដ្ឋអាមេរិកនោះគឺ2%ណាគោលដៅគឺ2%ក៏ប៉ុន្តែវាឡើងណាឡើងប្រចាំឆ្នាំនោះឡើងរហូតដល់2.9នោះខែមុនគឺ2.9នោះបាទ
មុនការចេញហ្នឹងណាគឺទិន្នន័យបន្ទាប់នោះគឺ 12.9% ដល់គេជាការព្រួយបារម្ភមួយថាអតិផរណាហ្នឹងគឺឡើងខ្ពស់ក៏ប៉ុន្តែដល់ជាក់ស្ដែងមកដល់ពេលខណៈនេះតែទិន្នន័យហ្នឹងចេញមកគឺមានតែបាន 2.8 មានការធ្លាក់1%បាទ1%អាហ្នឹងគឺប្រចង់គឺគេឲ្យសញ្ញាថាម៉េចធនាគារកណ្ដាលហ្នឹងទោះមិនកាត់ការប្រាក់ក៏មិនដំក៏ឈប់ដំឡើងដែរពីព្រោះអីឃើញថាទិន្នន័យហ្នឹងគឺដល់ដំណាក់កាលមួយវាឃើញស្ថានភាពចុះមកវិញហើយអតិផរណានៅសហរដ្ឋអាមេរិកនេះថ្មីត្បិតតែអតិផរណាមិនអាចចុះមកដល់កម្រិត 2% ឬក៏ក្រោម 2% ដូចជាគោលការណ៍របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកគាត់កំណត់មែនក៏ប៉ុន្តែយ៉ាងហោចណាស់ក៏ចំណុចមួយនឹងថាអត់កាត់គាត់កាត់ការប្រាក់ទេនៅអត់តម្លើងការប្រាក់ឯសំទោសអត់តម្លើងការប្រាក់បន្ថែមនេះជាកលឿនមួយដែលធ្វើឲ្យមានឡើងហើយធ្លាក់មកវិញកាលពីម្សិលមិញនេះបាទអញ្ចឹងបើយើងកលេចទៅលើអ្នកជំនាញម្នាក់ណាដែលគាត់ឈ្មោះថា Chris Zaccarelli បាទលោក Chris Zaccarelli នេះគឺជាប្រធានផ្នែកវិនិយោគនៅក្នុងក្រុមហ៊ុនឈ្មោះថា Northline Asset Management លោកបានលើកឡើងនៅក្នុងកំណត់ត្រាមួយថាជាមួយនឹងកិច្ចប្រជុំរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយការជជែកដេញដោលដ៏ធំគឺថាតើពួកគេអាចកាត់បន្ថយអត្រាការប្រាក់ដើម្បីគ្រប់គ្រងទីផ្សារការងារឬក៏យ៉ាងម៉េចនោះទេខណៈដែលអតិផរណានៅខ្ពស់ជាងគោលដៅរបស់ពួកគេហើយតួលេខអតិផរណាប្រចាំឆ្នាំនេះបានបង្ហាញថាអតិផរណាមានស្ថិរភាពដូច្នេះពួកគេនឹងអាចកាត់បន្ថយអត្រាការប្រាក់បាន25ពិន្ទុឬក៏25 point ទោះបីជាទំនងជានឹងមានការពិភាក្សាមួយចំនួននឹងមានការខ្វែងគំនិតគ្នាអំពីបញ្ហាអតិផរណាដែលមិនងាយចុះនិងមិនឆ្ពោះទៅរកគោលដៅ 2% នៅក្នុងពេលឆាប់នោះក៏ដោយអតិផរណាប្រចាំឆ្នាំបានកើនឡើង 0.3% កាលពីខែមុនដែលស្របតាមការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ចវិទូសម្រាប់រយៈពេល1ឆ្នាំអតិផរណាសរុបក៏បានកើនឡើងដល់ទៅ 2.8% ផងដែរក៏ប៉ុន្តែវាទាបជាងកាលពីខែមុនទិន្នន័យនេះវាមានការកំណត់ហ្នឹងហួសពេលបន្តិចមែនណាដោយសារតែរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះបានបិទរដ្ឋបាលរបស់ខ្លួនរយៈពេល43ថ្ងៃនៅពេលកន្លងមកទីផ្សារមាសបន្តរក្សាកម្រិតគាំទ្រយ៉ាងរឹងមាំមួយនៅក្នុងតម្លៃជាង$4,200សហរដ្ឋអាមេរិកក្នុង1អោនដែលស្មើនឹង$5,060ក្នុង1តម្លឹងខណៈដែលអ្នកសេដ្ឋកិច្ចបានលើកឡើងថាការថមថយសន្ទុះនៅក្នុងទីផ្សារការងាររបស់សហរដ្ឋអាមេរិកមានទម្ងន់ជាងបញ្ហាអតិផរណាដែលមិនងាយចុះនេះតម្លៃមាសចុងក្រោយត្រូវបានជួញដូរនៅក្នុងតម្លៃ$4,198ក្នុង1អោនដែលស្មើនឹង$5,058ក្នុង1តម្លឹងមានការកើនឡើង 0.71% សម្រាប់ថ្ងៃនេះទិន្នន័យនេះមានឥទ្ធិពលតិចតួចក៏ប៉ុន្តែទៅលើការព្យាករណ៍គោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកដែលគេរំពឹងថានឹងមានការកាត់អត្រាការប្រាក់បើយោងទៅលើការព្យាករណ៍ឬក៏ការវាស់វែងនៅក្នុងប្រព័ន្ធ CEM Fed Watch ទីផ្សារកំពុងតែរំពឹងទុកថានឹងមានឱកាសក្នុងការកាត់ការប្រាក់សម្រាប់ការប្រជុំនៅសប្តាហ៍ក្រោយនេះគឺ87%ខណៈពេលដែលអតិផរណានៅតែមានស្ថិរភាពរបាយការណ៍កត់សម្គាល់ថាអ្នកប្រើប្រាស់នៅតែមានភាពធន់របាយការណ៍បានឲ្យដឹងថាប្រាក់ចំណូលផ្ទាល់ខ្លួនបានកើនឡើង 0.4% នៅខែកញ្ញាបន្ទាប់ពីការកើនឡើង 0.4% នៅខែសីហាអ្នកសេដ្ឋកិច្ចបានរំពឹងថានឹងឃើញមានការកើនឡើងត្រឹមតែ 0.3% នេះគឺជាអ្វីដែលលោក Chris គាត់បានបង្ហាញឬក៏
ជាការវិភាគតាមទស្សនវិស័យរបស់ខ្លួនលោកផ្ទាល់នោះអំពីបញ្ហាតម្លៃមាសនៅក្នុងពេលបច្ចុប្បន្ននេះហើយបងប្អូនដឹងហើយថាបើយើងមើលទៅលើគោលនយោបាយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលយើងកំពុងតែតាមដានខ្លាំងបំផុតនោះគឺរឿងបញ្ហាការកំណត់អត្រាការប្រាក់ដែលមានការចេញផ្សាយនៅក្នុងសប្តាហ៍ក្រោយនេះដែលជាករណីមួយប៉ះពាល់យ៉ាងខ្លាំងជាមួយនឹងតម្លៃមាសបើសិនជាធនាគារកណ្ដាលគាត់សម្រេចចិត្តថាកាត់អត្រាការប្រាក់ឧទាហរណ៍ថាកាត់ប្រមាណក៏ដោយជាទូទៅគេកាត់ក្នុងកម្រិត25 point ឬក៏50 point ប៉ុន្តែជាទូទៅគេកាត់ទៅ25 point ឯណាហ្នឹងចំណុចដែលគេត្រូវកាត់បាទលើកលែងតែ worst scenario គេអាចកាត់ដល់0.50 អីហ្នឹងទៅបាទអញ្ចឹងសន្ទុះនៃការកាត់នេះបើសិនជាគេកាត់ធ្វើឲ្យមាសហ្នឹងអាចរុញមាសឲ្យឡើងថ្លៃបាទអាចរុញមាសឲ្យឡើងថ្លៃក៏ប៉ុន្តែដោយសារតែទិន្នន័យអតិផរណានេះបើគេចង់ក៏គេមានការជជែកគ្នាច្រើននៅក្នុងឯធនាគារកណ្ដាលណាបាទការគេគួរកាត់ឬក៏អត់ពួកអីធម្មតាតែណាកាត់អត្រាការប្រាក់វាមានផលប៉ះពាល់មានការខាតបង់ណាអញ្ចឹងសួរតែត្រូវធ្វើម៉េចគេទុកឲ្យវាដើរពួកឃើញធ្លាក់ហើយគេទុកឲ្យវា flow នៅតាមលក្ខណៈបច្ចុប្បន្នព្រោះវាអាចខែវិច្ឆិកានេះអាចចេញមកអាចទៀបជាងនឹងឬក៏យ៉ាងម៉េចអាហ្នឹងគេជួនកាលគេចាំមើលថាក្នុងមួយខែហ្នឹងគេចាំមើលគេសិនឃើញទេអញ្ចឹងយើងអត់ដឹងទេនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការសមាជអត្រាការប្រាក់គេហៅថា FOMC ហ្នឹងរបស់សហរដ្ឋអាមេរិកហ្នឹងគឺយើងអត់ដឹងថាគាត់ហ្នឹងនឹងពិភាក្សាគ្នានឹងជជែកគ្នាអីទៀតទេប៉ុន្តែធម្មតាទិន្នន័យហ្នឹងទៅជាកលឹះមួយបង្ហាញឲ្យពួកក្នុងការប្រជុំរបស់គាត់ហ្នឹងគឺត្រូវតែមានការជជែកវែងញែកខ្លាំងបើសិនជាឃើញទិន្នន័យអតិផរណាឡើងបន្តអាហ្នឹងគឺគេហៅថាឱកាសនៅក្នុងការកាត់ហ្នឹងគឺខ្លាំងមែនតើហើយបាទប៉ុន្តែបើគាត់ទិន្នន័យនេះចេញមកពឹបអ្នកជំនាញថាมันអាចត្រូវមានវិភាសាគ្នាដែរជួនកាលគេឃើញតែឥឡូវចាប់ដើមខែនេះធ្លាក់អញ្ចឹងគេចាំមើលមួយខែពីរទៀតឃើញទេបានគេសម្រេចថាគេកាត់អត្រាការប្រាក់ឧទាហរណ៍យើងចាំខែ3ខែទៀតយ៉ាងម៉េចឬក៏អាហ្នឹងស្រាប់តែការសម្រេចចិត្តរបស់គណៈកម្មការបើកទីផ្សារទេសំទោសណាអាហ្នឹងគឺយើងទៅលើស្ថានភាពអញ្ចឹងអាហ្នឹងជាភាពរុញរាប៉ុន្តែចង់ទិន្នន័យហ្នឹងគឺបញ្ជាក់ថាគេអត់ដំឡើងអត្រាការប្រាក់បន្ថែមទេបាទគេអត់ដំឡើងអត្រាការបន្ថែមទេបាទនេះគឺជាអ្វីដែលយើងបានលើកជូននៅក្នុងថ្ងៃនេះហើយជាពិសេសពាក់ព័ន្ធជាមួយនៅក្នុងអត្ថបទនេះក៏បានបញ្ជាក់តទៅជាមួយចំណុចសំខាន់បំផុតហើយខ្ញុំចង់ចែករំលែកពាក់ព័ន្ធជាមួយនឹងគោលនយោបាយរបស់ធនាគារឬគោលនយោបាយក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏ដូចជាបណ្ដាប្រទេសធំៗនៅលើពិភពលោកគឺជាគន្លឹះសំខាន់ហើយអានឹងជាមេរៀនមួយសម្រាប់យើងត្រូវចេះដែរថាអ្វីដែលសំខាន់បំផុតនោះគឺរឿងក្នុងការមើលសេដ្ឋកិច្ចគឺគេមើលចំណុច2សំខាន់ទី1ពាក់ព័ន្ធជាមួយនឹងគេហៅថាទីផ្សារការងារហើយទី2ពាក់ព័ន្ធជាមួយនឹងអតិផរណាអញ្ចឹងបើសិនជាយើងមើលថាគោលនយោបាយ2ហ្នឹងល្អមានន័យថាសេដ្ឋកិច្ចដើរខ្លាំងបាទបើគោលនយោបាយ2ហ្នឹងអត់ល្អទេមានន័យថាសេដ្ឋកិច្ចកំពុងតែប្រឈមនឹងហានិភ័យអញ្ចឹងទីផ្សារការងារនេះត្រូវតែមើលថាតើវាមានអត្រាការងារនឹងល្អកម្រិតណាភាពស្ថិរភាពនៃការងារនឹងកម្រិតណាណាបើសិនជាការងារនឹងគឺមានការកាត់បើការងារកាន់តែខ្លាំងអញ្ចឹងគឺជាសញ្ញាមួយដែលរុញឲ្យបញ្ហាកើតមានឡើងពាក់ព័ន្ធជាមួយនឹងចំណូលធម្មតាចំណូលរបស់ក្រុមហ៊ុនការទទួលទានរបស់ក្រុមហ៊ុនវាពាក់ព័ន្ធជាមួយនឹងរឿងការងារហ្នឹងហើយបើសិនចំណូលបានច្រើនគេអាចកាត់បុគ្គលិកឯងមិនអញ្ចឹងបាទលើកលែងតែក្រុមហ៊ុនហ្នឹងគាត់ប្រឈមបញ្ហាដែរបាទគាត់សម្រេចចិត្តត្រូវកាត់បុគ្គលិកឃើញទេបាទអាហ្នឹងទី1បាទហើយកលឹះបំផុតដែលខ្ញុំតែងតែធ្វើវីដេអូកន្លងមកច្រើនគឺតាក់ទងជាមួយនឹងអតិផរណាមានថ្លៃតំណែងឡើងថ្លៃព្រោះថ្លៃតំណែងនេះវារឿងសំខាន់ណាស់ព្រោះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចហ្នឹងបើសិនជាយើងបណ្ដោយឲ្យតម្លៃតំណែងឡើងដោយគ្មានការកំណត់នោះវាប្រឈមជាមួយនឹងហានិភ័យណាស់យើងមើលទៅប្រទេសវេណេស៊ុយអេឡាជាខ្លាចជាប្រទេសដែលជាប្រទេសអ្នកមានហើយជាប្រទេសដែលនាំប្រេងធំបំផុតណានៅក្នុងโลกនេះ
បាយទៅជាធ្លាក់ខ្លួនទៅដល់ស្ថានភាពណាដែលយើងពិបាកស្មានដោយថាអតិផរណាវាឡើងខ្លាំងពេកព្រោះអតិផរណាវាជាកលឹះជារុញវាដូចជាមេរោគអញ្ចឹងណាអតិផរណាហ្នឹងពេលដែលពេលសេដ្ឋកិច្ចយើងប្រឈមជាមួយអតិផរណាមានទំនិញឡើងថ្លៃវាធ្វើឲ្យយ៉ាងម៉េចវាធ្វើឲ្យការរកទទួលទានហ្នឹងប្រឈមបញ្ហាលក់អត់ដាច់ទេបាទសូម្បីយើងមិនបាច់និយាយច្រើនទេសូម្បីតែលក់បាយស្រូបក៏ពិបាកដែរបាទពីព្រោះអីបើប្រជាជនអត់នេះផងទីមួយខ្ញុំនិយាយថាអត់កុំនិយាយរឿងអត់ចំណូលឡើងខ្ញុំធ្លាប់និយាយនៅក្នុងវីដេអូខ្ញុំកន្លងមកហើយរឿងថាអឺតំណែងឡើងថ្លៃមួយពេលដែលតំណែងឡើងថ្លៃបងប្អូនទៅចាំថាឧទាហរណ៍ពងទាឡើងថ្លៃមីឡើងថ្លៃណារួមជាមួយនឹងរបស់របរប្រើប្រាស់ផ្សេងឡើងថ្លៃគឺចង់មិនចង់ប្រជាជនមានទស្សនៈមួយត្រូវតែសន្សំពីព្រោះអីគាត់ធ្លាប់ទិញឧទាហរណ៍ថាឥឡូវពងទាគាត់ធ្លាប់ទិញមួយគ្រាប់500ណាស្រាប់តែឥឡូវឡើង700 800ឧទាហរណ៍ណាចង់យើងឃើញអាហ្វិចអីអាហ្វិចទៅដល់អ្នកលក់បាយស្រូបខ្ញុំនិយាយសាមញ្ញបាយស្រូបពងទាមិនអញ្ចឹងអាហ្វិចហើយប៉ះពាល់ហើយអញ្ចឹងបើគាត់ទិញពងទាពីមុនទិញ500ឥឡូវគាត់លក់បាយមួយចាន4000ឧទាហរណ៍ឥឡូវគាត់ទិញពងទាមកគ្រាប់700ហើយគាត់លក់4000ទៀតទេអត់ទេគាត់ត្រូវតែឡើងតម្លៃតាមនឹងដែរបាទហើយគាត់ពេលឡើងគាត់មិនដែលឡើង4200មិនអញ្ចឹងគាត់ត្រូវឡើង4500ហើយពងទាឡើង200មិនប៉ុន្តែគាត់ត្រូវឡើង4500ឃើញអតិផរណាកាត់ឡើងហ៎បាទអតិផរណាវាត្រូវតែមានការឡើងអញ្ចឹងពេលដែលគាត់ហ្នឹងតម្លៃអ្នកហូបមិនគាត់ប្រឈមដែរគាត់ថាពីមុនគាត់ធ្លាប់ហូបប៉ុណ្ណេះឥឡូវគាត់ហូបប៉ុណ្ណេះអញ្ចឹងចង់គឺមានទស្សនៈទន្សំហើយទន្សំយ៉ាងម៉េចខ្ញុំលើកពីករណីគ្រួសារមួយបើសិនជាបើព្រឹកហ្នឹងគាត់ចែកម្នាក់$1កូនគាត់3 4នាក់គាត់ថតថា3នាក់អញ្ចឹងគាត់អត់នោះកាត់$3ឥឡូវលេខ$3ស្អីឡើងថ្លៃកូនទី5000មិនអញ្ចឹងពីមុន12000ឥឡូវឡើង15000ការអាហ្នឹងខ្ញុំនិយាយឧទាហរណ៍ពេលដែលមានទស្សនៈអញ្ចឹងឪពុកម្ដាយគាត់អត់មានការសន្សំគឺខ្ញុំមិនឥឡូវហ្នឹងលេងឲ្យទៅញ៉ាំបាយនៅសាលាធ្វើម្ហូបខ្លួនឯងញ៉ាំឃើញទេដល់គាត់ធ្វើម្ហូបខ្លួនឯងញ៉ាំឃើញខុសគាត់ថោកហ៎តិចគាត់អាចចំណាយ15000ហ្នឹងគាត់មិនត្រឹមតែកូន3នាក់ទេអាចញ៉ាំបានមួយគ្រួសារឧទាហរណ៍ឃើញទេមកពេលព្រលឹមឡើងគាត់ទិញពងទានឹងដដែលទិញអីដដែលគាត់មកចំអិនខ្លួនឯងគាត់តម្លៃខុសគាត់ថោកអញ្ចឹងទោះប្រឈមមិនបើសិនប្រជាជនមានទស្សនៈអន្សំអញ្ចឹងធ្វើឲ្យអ្នកលក់ដូរអាជីវកម្មទាំងអស់គាត់ចាប់ដើមលក់ដាច់បាទចាប់ដើមលក់ដាច់ពេលករណីអស់នឹងហើយដែលធ្វើយ៉ាងម៉េចពេលដែលមានបញ្ហាហ្នឹងពេលដែលគាត់លក់មិនដាច់គាត់ប្រឈមជាមួយនឹង bankruptcy មិនអញ្ចឹងខាត់បងហើយលក់មិនដាច់បិទទៅបើពីមុនធ្លាប់មានអ្នកចូលញ៉ាំច្រើនឥឡូវធ្លាក់អតិថិជនហើយអញ្ចឹងគាត់ប្រឈមនឹងខុសដំណើរការ operation ប្រតិបត្តិការអាជីវកម្មមិនបានទេអញ្ចឹងគាត់ជួនកាលបង្ខំចិត្តបិទឃើញអត់ប្រចាំចិត្តបិទដោយប៉ះពាល់ការងារបុគ្គលិកដែលគាត់ទិញដែលគាត់ជួលយកមកជួយរត់តុករត់អីហ្នឹងឃើញគាត់ឥឡូវបើគាត់បិទហើយគាត់មិនប្រឈមនឹងអត់ការងារ unsecure job នេះឃើញទេដល់ unsecure job វាប៉ះពាល់ឲ្យទៀតបុគ្គលិកហ្នឹងយ៉ាងម៉េចបុគ្គលិកធ្លាប់ support ណាគាត់ទិញនេះទិញនោះបង់ធនាគារបង់អីដល់ឥឡូវអាំងប្រាក់ខែឥឡូវអត់ប្រាក់ខែគាត់ធ្វើម៉េចនឹងគាត់ប្រឈមនឹងហានិភ័យវារុញទៅដល់វិបត្តិមួយទៀតបើយើងនិយាយពីខ្នាតធំដល់វិបត្តិហិរញ្ញវត្ថុហ្នឹងបាទអាហ្នឹងយើងគាត់ថាអតិផរណាវាកលឹះទូចវាជាមេរោគមួយដែលរុញធ្វើឲ្យប៉ះពាល់ជាមួយបញ្ហាសេដ្ឋកិច្ចអាហ្នឹងជាឬគល់មួយដ៏សំខាន់បំផុតបាទអាហ្នឹងខ្ញុំគាត់ចែកចម្លែកបន្តិចតែប៉ុណ្្នឹងជាមួយនឹងអញ្ចឹងក្នុងគោលនយោបាយក្នុងការគ្រប់គ្រងសេដ្ឋកិច្ចគឺសំខាន់បំផុតគឺរឿងអតិផរណាហ្នឹងគឺសំខាន់ណាស់ត្រូវតែកំណត់គោលរយៈប្រទេសគ្រប់ទាំងអស់នៅក្នុងពិភពលោកណារួមទាំងជាមួយប្រជាជនកម្ពុជាក៏ធនាគារជាតិគាត់បានកំណត់ថាគឺដៅអតិផរណារបស់ប្រទេសហ្នឹងគូនៅក្នុងរដ្ឋណាគាត់បានកំណត់រួចទៅហើយបាទអញ្ចឹងអាហ្នឹងគឺខ្ញុំពើព្រោះអីតែយើងអត់គ្រប់គ្រងហ្នឹងទេវាប៉ះពាល់គ្រប់ទាំងអស់ទៅស្ថានភាពនៅក្នុងសេដ្ឋកិច្ចហ្នឹងបាទអានេះខ្ញុំគាត់ចង់ចែករំលែកប៉ុណ្ណេះពាក់ព័ន្ធជាមួយនឹង topic នេះយើងនិយាយពីអតិផរណាហើយជារួមមកពាក់ព័ន្ធជាមួយនឹងតម្លៃមាសនៅក្នុងស្ថានភាពបច្ចុប្បន្ននេះមានន័យថាអត់ទាន់ឃើញឡើងទេខ្ញុំថាអញ្ចឹង
ចាំអីហើយបើអត់បែកជាមួយនឹង historical ហើយប្រវត្តិសាស្ត្រនៅក្នុងការខ្ពស់បំផុត$4,380ក្នុងមួយអោនហ្នឹងណាអត់ទាន់បែកគឺគាត់កំពុងតែរងចាំនៅព័ត៌មានមួយសំខាន់ដូចខ្ញុំតែបញ្ជាក់ណាគឺអ្វីដែលគេចាំប្រហែលជាចាំរឿងការសម្រេចនៅការកាត់ការប្រាក់ឬក៏អត់នៅក្នុងសប្តាហ៍ក្រោយនេះឯងបាទអញ្ចឹងសូមរងចាំទស្សនាទាំងអស់គ្នានៅក្នុងការសម្រេចចិត្តរបស់ធនាគារកណ្ដាលនេះនៅថ្ងៃសប្តាហ៍ក្រោយនេះបាទនៅសប្តាហ៍ក្រោយនេះឯងអរគុណច្រើនអញ្ចឹងយើងជួបគ្នាបានប៉ុណ្នេះហើយដោយសារពេលវេលាយើងបានដល់ទីបញ្ចប់ក៏សូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតមកដល់ចប់នេះហើយបើសិនជាបងប្អូនគិតថាជាមេតិការមួយដែលមានប្រយោជន៍ក៏សូមជួយចែករំលែកជួយlike នៅមេតិការនេះផងរួមជាមួយនឹងបើសិនជាបងប្អូនមានចម្ងល់ពាក់ព័ន្ធជាមួយនឹងទីផ្សារហិរញ្ញវត្ថុឬក៏ពាក់ព័ន្ធជាមួយនឹងគេហៅថាទីបញ្ហាសេដ្ឋកិច្ចអាចតម្លាក់ជា comment នៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការឆ្លើយតបតាមតែអាចធ្វើទៅបានហើយបើសិនជាបងប្អូនទើបតែឃើញវីដេអូនេះជាលើកទី1ទេហើយមិនទាន់បាន subscribe ឬក៏មិនទាន់បាន follow នៅ page របស់ខ្ញុំបាទសូមអរគុណសម្រាប់ការ subscribe ឬក៏ការ follow page ដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទក្នុងការធ្វើមាតិកាជាបន្តទៅទៀតអរគុណច្រើនខ្ញុំបាទសេនស្រតសូមជម្រាបលានៅក្នុងខណៈនេះបាទអរគុណច្រើន